ថ្ងៃនេះយើងនឹងធ្វើដំណើរត្រឡប់ទៅកាន់ប្រវត្តិសាស្ត្រដ៏តានតឹងរវាងប្រទេសជិតខាងពីរគឺឥណ្ឌានិងប៉ាគីស្ថានចាប់តាំងពីទទួលបានឯករាជ្យមកប្រទេសទាំងពីរបានប៉ះទង្គិចគ្នាក្នុងសង្គ្រាមធំៗចំនួន4លើកតោះយើងក្រឡេកមើលថាតើសង្គ្រាមទាំងនោះមានមូលហេតុអ្វីខ្លះមានដំណើររឿងយ៉ាងណាហើយស្ថានភាពទំនាក់ទំនងបច្ចុប្បន្នទៅជាយ៉ាងណាសង្គ្រាមលើកទី1បានកើតឡើងនៅក្នុងឆ្នាំ1947សង្គ្រាមលើកទី1នេះបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីមានការបែងចែកទឹកដីឥណ្ឌានៅក្នុងឆ្នាំ1947ពោលគឺនៅប៉ុន្មានខែក្រោយបន្ទាប់ពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសបញ្ហាចម្បងគឺតំបន់កាស្មៀរអ្នកគ្រប់គ្រងកាស្មៀរជាអ្នកកាន់សាសនាហិណ្ឌូប៉ុន្តែប្រជាជនភាគច្រើនជាអ្នកកាន់សាសនាអ៊ីស្លាមនៅពេលដែលកុលសម្ព័ន្ធមកពីប៉ាគីស្ថានបានចូលឈ្លានពានព្រះមហាក្សត្រកាស្មៀរបានសុំជំនួយពីឥណ្ឌាដោយព្រមព្រៀងបញ្ចូលកាស្មៀរនៅក្នុងឥណ្ឌាបានបញ្ជូនកងទ័ពដែលនាំមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរសង្គ្រាមបានបញ្ចប់ដោយបាត់ឈុំបែកក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិដែលមានការបែងចែកកាស្មៀរជាពីរផ្នែកគឺអាហ្សាតកាស្មៀរក្រោមការគ្រប់គ្រងរបស់ប៉ាគីស្ថាននិងចាមូអែនកាស្មៀរក្រោមការគ្រប់គ្រងរបស់ឥណ្ឌាដែលមានបន្ទាត់គ្រប់គ្រងជាក់ស្ដែង LOC ដែលកំណត់ដោយអង្គការសហប្រជាជាតិសង្គ្រាមលើកទី2បានកើតឡើងនៅក្នុងឆ្នាំ1965ជំនួសលើកទី2នេះបានកើតឡើងនៅពេលដែលប៉ាគីស្ថានបានបើកប្រតិបត្តិការយោធាដោយព្យាយាមញុះញង់ឲ្យមានការបះបោរនៅក្នុងកាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាសង្គ្រាមបានប្រព្រឹត្តទៅនៅក្នុងភូមិសាស្ត្រដ៏លំបាកក៏ប៉ុន្តែឥណ្ឌាទទួលបានជ័យជំនះក្នុងការដណ្ដើមយកទឹកដីមកវិញគ្រានោះប៉ាគីស្ថានបានដកកងកម្លាំងរបស់ខ្លួនចេញក្រោមសម្ពាធអន្តរជាតិហើយពេលនោះកងទ័ពប៉ាគីស្ថានចំនួន 4000 នាក់បានស្លាប់បាត់បង់ជីវិតសង្គ្រាមលើកទី3កើតឡើងនៅក្នុងឆ្នាំ1971សង្គ្រាមនេះមានលក្ខណៈខុសប្លែកពីលើកមុនហើយវាតាក់ទងទៅនឹងការផ្ដាច់ខ្លួនរបស់ប្រទេសបង់ក្លាដេសខាងកើតដោយឥណ្ឌាគឺជាអ្នកគាំទ្រការរើសអើងនិងការគៀបសង្កត់របស់ប៉ាគីស្ថានខាងលិចទៅលើប៉ាគីស្ថានខាងកើតបាននាំមានចលនាតស៊ូដើម្បីឯករាជ្យយ៉ាងខ្លាំងឥណ្ឌាបានគាំទ្រក្រុមឧទាមមុខទីបាហីនីដែលនៅពេលដែលប៉ាគីស្ថានបានវាយប្រហារទៅលើមូលដ្ឋានកងទ័ពឥណ្ឌាពេលនោះឥណ្ឌាក៏បានបើកការប្រកាសសង្គ្រាមបន្ទាប់ពីបានបង្កើតសង្គ្រាមបង្ហូរឈាមរយៈពេលពេញ2សប្តាហ៍ហើយសង្គ្រាមក៏បានបិទបញ្ចប់កងទ័ពឥណ្ឌាបានចូលទៅកាន់ប៉ាគីស្ថានខាងកើតនិងទទួលបានជ័យជំនះយ៉ាងឆាប់រហ័សដែលនាំមានការបង្កើតសាធារណរដ្ឋបង់ក្លាដេសនេះគឺជាការបរាជ័យដ៏ធំមួយរបស់កងទ័ពចំនួន 90000 នាក់នៃប្រទេសប៉ាគីស្ថានសង្គ្រាមលើកទី4កើតឡើងនៅក្នុងឆ្នាំ1999ដែលគេហៅសង្គ្រាមនេះថាសង្គ្រាមខាហ្គីលចំនួនចុងក្រោយនៃរវាងប្រទេសទាំងពីរបានកើតឡើងនៅក្នុងឆ្នាំ1999នៅក្នុងតំបន់ខាហ្គីលនៃកាស្មៀរកងកម្លាំងប៉ាគីស្ថានរួមទាំងទាហានដែលបានក្លែងខ្លួនបានជ្រៀតចូលនឹងកាន់កាប់ទីតាំងសំខាន់ៗនៅលើភ្នំខ្ពស់តាមបណ្ដោយខ្សែបន្ទាត់គ្រប់គ្រង LOC ដែលកំណត់ដោយអង្គការសហប្រជាជាតិពេលនោះឥណ្ឌាក៏បានបើកប្រតិបត្តិការយោធាដើម្បីបណ្ដេញកងទ័ពប៉ាគីស្ថានចេញវិញជើងក្រឡេកមកមើលស្ថានភាពបច្ចុប្បន្នការវាយប្រហារនៅក្នុងកាស្មៀររបស់ឥណ្ឌាក្បាយការបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៅភាពតានតឹងរវាងឥណ្ឌានិងប៉ាគីស្ថានក្នុងតំបន់កាស្មៀរឥណ្ឌាបានប្រកាសបើកប្រតិបត្តិការយោធា Cinder ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយក្រុមឧទាមថ្មីនេះលើភ្ញៀវទេសចរក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាដែលបណ្ដាលឲ្យមនុស្សចំនួន26នាក់បានស្លាប់ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថាជាអ្នកនៅពីក្រោយការវាយប្រហារនេះដែលអ៊ីស្លាមាបាតបានបដិសេធការវាយប្រហាររបស់ឥណ្ឌាជាផ្នែកមួយនៃប្រតិបត្តិការនេះឥណ្ឌាអះអាងថាបានកំណត់គោលដៅទីតាំងចំនួន9នៅក្នុងប្រទេសប៉ាគីស្ថាននិងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថានដែលត្រូវបានគេពណ៌នាថាជាហេដ្ឋារចនាសម្ព័ន្ធភេរវកម្មដែលប្រើប្រាស់សម្រាប់ការរៀបចំផែនការវាយប្រហារប្រឆាំងទៅនឹងឥណ្ឌានេះគឺជាការសង្ខេបនៃប្រវត្តិសង្គ្រាមរវាងឥណ្ឌានិងប៉ាគីស្ថាននិងស្ថានភាពបច្ចុប្បន្នចំនួនដ៏យូរវែងនេះបានបន្សល់ទុកនូវស្លាកស្នាមជាច្រើននិងនៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់តំបន់អាស៊ីខាងត្បូងតើប្រិយមិត្តទាំងអស់គ្នាគិតថា
ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងទៅជាយ៉ាងណានៅថ្ងៃអនាគតសូម comment ខាងក្រោមនិងជួយចុច like share subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតជួបគ្នានៅវីដេអូក្រោយ